អង្គសមាជទាំងមូលជាទីគោរពខ្ពង់ខ្ពស់ទោះបីជាក្រសួងការងារនិងដំណើរវិជ្ជាជីវៈបានខិតខំពង្រឹងហើយអនុវត្តយ៉ាងម៉ត់ចត់នៅអ្វីដែលជាយន្តការពង្រឹងអភិបាលកិច្ចក៏ដោយសាជាថ្មីម្ដងទៀតក្រសួងការងារនិងដំណើរវិជ្ជាជីវៈក្នុងនាមជាសេនាធិការីរដ្ឋាភិបាលត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកនៅធៀបចូលនិងមតិណែនាំបន្ថែមទៀតដើម្បីធ្វើម៉េចយើងអាចកាត់បន្ថយជាអតិបរមាបន្ថែមទៀតនៅចំណុចទាំងឡាយដែលអាចកើតមានឡើងជាកត្តាសច្ចានុមត្តឬជាយថាហេតុណាមួយហើយយើងខ្ញុំសូមបដិញ្ញាចិត្តថានឹងយកអស់នៅកម្លាំងកាយចិត្តដើម្បីធ្វើម៉េចបំរើទៅដល់ប្រជាពលរដ្ឋជាពិសេសគឺមិនឲ្យឈោកល្វែងទៅនឹងអ្វីដែលជាអនុសាសន៍ហើយនឹងជាវិធានការកន្លឹះដែលសម្ដេចមហាបតបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី7បានដាក់ជូននីតិហើយសង្ឃឹមថាប្រជាពលរដ្ឋជាពិសេសគឺប្រជាពលរដ្ឋដែលកំពុងរងចាំនៅការពង្រីកមូលដ្ឋានក៏ដូចជាពង្រីកវិសាលភាពនេះគឺអាចនឹងទទួលបាននៃការពង្រីកវិសាលភាពនេះកាន់តែលឿននៅពេលដែលយើងមានលទ្ធភាពពង្រឹងនៅប្រព័ន្ធអភិបាលកិច្ចនិងកាត់បន្ថយនៅចំណុចខ្វះខាតដែលអាចកើតមានឡើងជាយថាហេតុហើយក្នុងឱកាសនេះខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនិងអង្គសមាជដែលបានផ្ដល់នៅធៀបចូលហើយផ្ដល់ឱកាសដល់យើងខ្ញុំទាំងអស់គ្នាដើម្បីបញ្ជាក់បន្ថែមនិងដើម្បីជាការបង្ហាញនៅកម្មវិធីក៏ដូចជាសមិទ្ធផលនានាដែលយើងខ្ញុំបានធ្វើពីពេលកន្លងមកខ្ញុំបាទសូមអរគុណសម្ដេចនិងអង្គសមាជទាំងមូល